ចឹងសម្រាប់ការប្រើប្រាស់គ្នាយើងអាចធ្វើការចំបាច់បិចនេះដើម្បីបង្ហាញនៅផ្ទាំង menu អញ្ចឹងសម្រាប់នៅលើ home screen ផ្ទាំង menu របស់វាគឺយើងអាចប្រើប្រាស់ទៅលើលក្ខណៈបែបហ្នឹងបានទីមួយគឺតាក់ទងជាមួយនឹង take screenshot គឺយើងអាចសេរីទៅលើខាង screenshot ហើយនៅលើហ្នឹងគឺយើងអាចធ្វើការសរសេរឬមួយក៏ note ឲ្យផ្សេងអាចបដូរពណ៌បដូរអីគឺបាននៅក្នុងហ្នឹងទី2តាក់ទងជាមួយនឹងមុខងារ pinch ហ្នឹងផងដែរគឺយើងអាចប្រើប្រាស់បាននៅក្នុង Huawei Note ចឹងនៅក្នុង Huawei Note ហ្នឹងគឺយើងប្រើប្រាស់ជាមួយនឹងការច្បាច់ចុងបិចហ្នឹងដូចគ្នាជាទូទៅបើសិនជាក្នុងករណីយើងអត់មានមុខងារច្បាច់បិចបែបហ្នឹងតោះតែយើងឈោងទៅបដូរ function ប៉ុន្តែនៅក្នុងករណីយើងប្រើមុខងារនេះគឺវាងាយស្រួលជាងមុនយើងគ្រាន់តែច្បាច់បិចហ្នឹងមកហើយជ្រើសយក function ដែលយើងចង់ប្រើលោកទៅថាទៅខ្មៅដៃចុចនៅលើខ្មៅដៃហ្នឹងមកយើងអាចសរសេរបានព្រីមហ្មងឬមកក៏ចង់បដូរទៅជាពណ៌ខៀវឬមកក៏អីផ្សេងចុចលើហ្នឹងមកចុចកន្លែងពណ៌យើងអាចបដូរពណ៌បានហើយ function នេះមួយទៀតគឺយើងអាចប្រើបាននៅក្នុង Go Page ចឹងយើងចូលក្នុង Go Page មកអញ្ចឹងដើម្បីប្រើប្រាស់ function នេះយើងចាំបាច់បិទដដែលមកសកាត់លើវាអញ្ចឹងនៅក្នុងនេះមានមុខងារកន្លែងយើង add layer ថ្មីមានកន្លែងយើង cut មានកន្លែងយើង copy ណាហើយជាមួយនឹងកន្លែងនេះយើងអាចមើលពណ៌បានជ្រើសរើសពណ៌បានអញ្ចឹងអានេះគឺសម្រាប់ការប្រើប្រាស់ទៅលើ M Pencil Pro